ថ្វាយបង្គំព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងព្រះបាទសម្ដេចព្រះបរមនាថព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតសូមក្រាបថ្វាយបង្គំសម្ដេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរក្នុងសេរីភាពសេចក្តីថ្លៃថ្នូរនិងសុភមង្គលសម្ដេចម៉ែសម្ដេចយាយទួតជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតសូមគោរពសម្ដេចព្រះអង្គម្ចាស់អ្នកអង្គម្ចាស់ឯកឧត្តមលោកជំទាវអ្នកអង្គញាលោកស្រីអ្នកនាងកញ្ញាប្រិយមិត្តទូរទស្សនិកជនជាទីគោរពនិងកណនីឆ្នាំអាសាញ់សពស័កពុទ្ធសករាជ2569គ្រិស្តសករាជ2025ឥឡូវនេះសង្ក្រាន្តនឹងចូលមកដល់នៅក្នុងថ្ងៃច័ន្ទ200ខែចែកត្រូវនឹងថ្ងៃទី14ខែមេសាឆ្នាំ2025វេលាម៉ោង 4:48 នាទីទៀបភ្លឺរំលងអធ្រាត្រនៃយប់ថ្ងៃទី13នោះព្រះអាទិត្យចរចេញពីមានអ្នករាសីទៅស្ថិតនៅឯមេសរាសីដើរតាមគោវិថីទៅផ្លូវកណ្ដាលទើបមានទេពធីតាមួយព្រះអង្គជាមគ្គនាយិកាព្រះនាមគោរកៈទេវីជាបុត្រីទី2នៃកបិលមហាព្រហ្មគង់នៅចតុមហារាជិកាទ្រង់អំពរពណ៌លឿងសៀតផ្កាអង្គាបោះអភរណៈកែវមុខតាគុជខ្យងភក្សាហាតេឡាំងប្រេងល្ងឬប្រេងដូងព្រះហស្ថស្ដាំទ្រង់កាន់ព្រះខ័នព្រះហស្ថឆ្វេងទ្រង់កាន់ឈើច្រត់គង់លើខ្នងភក្ខៈសត្វខ្លាធំជាសត្វពាហនៈនាំអស់ពួកទេពនិករនិងបវរកញ្ញាទាំង100,000កោដហោះទៅកាន់គុហាកែវឈ្មោះគុណធមេលីនេតិភ្នំកៃឡាស់ខេត្តហេមពៀនដែលប្រឌិស្ថានទុកព្រះសិរសាកបិលមហាព្រហ្មតម្កល់លើពៀនមាសនាំចេញមកដង្ហែប្រតិសិនភ្នំព្រះសុមេរុរាជជុំចក្រវាលតាមផ្លូវព្រះអាទិត្យចរជាគម្រប់60នាទីហើយដង្ហែចូលទៅតម្កល់ទុកដូចដើមវិញទៅប្រជុំទេវបុត្រទេពធីតាទាំង100,000កោដចូលទៅស្រង់ទឹកអនុត្តមហាស្រះដែលមានទឹកហូរចេញពីបំពង់ថ្មកែវជាមាត់គោអសុភរាជទាំង7ត្រជាក់ត្រជុំខ្សែមខ្សានព្រះហឫទ័យទើបនាំគ្នាចូលទៅសមាទានសិលដោយប្រតិសមណោះរីករាយគ្រប់ព្រះអង្គក្នុងភគវតីសភាដែលវិសកម្មទេវបុត្រនិមិត្តថ្វាយហើយបន្ទោបង់នៅអពមង្គលឲ្យជ្រះស្រឡះចម្រើននៅសុភមង្គលសិរីសួស្តីជន្មាយុយឺនយូរដល់ទេវតានិងមនុស្សសត្វផងទាំងឡាយតាំងពីឆ្នាំថ្មីចូលមកនេះបានទូលំទូលាយសុខក្សេមក្សាន្តតរៀងទៅហើយសាធុជនទាំងអស់ពេលវេលាកាន់តែរំកិលចិត្តមកហើយសូមសាធុជនទាំងអស់ប្រុងប្រៀបរៀបចំខ្លួនប្រាណរៀបចំសម្លៀកបំពាក់គ្រឿងក្រអូបអុជទៀនធូបផ្កាភ្ញីតាំងចិត្តឲ្យបានជ្រះថ្លានិងទទួលទេវតាឆ្នាំថ្មីព្រះនាមគោរកៈទេវីជាបុត្រីទី2នៃកបិលមហាព្រហ្មដែលនឹងយាងចុះមកកាន់ចម្ពោះទ្វីបនៅពេលបន្តិចទៀតនេះ
ភៈមេសតោវរៈមង្គលាចយេតេរៃព្រះពុទ្ធសករាជព្រះសាសនាអតិកន្តាកន្លងទៅហើយបាន2568ព្រះវស្សាត្រឹមថ្ងៃអាទិត្យពេញបរមីនៃខែពិសាលុះដល់ថ្ងៃច័ន្ទ1រោចខែពិសាឆ្នាំម្សាញ់សពស័កតទៅចូលព្រះពុទ្ធសករាជ2569ថ្ងៃនេះជាវេលាដែលទេវតាឆ្នាំថ្មីត្រូវយាងមកទទួលតំណែងគ្រប់គ្រងថែរក្សាមនុស្សលោកបន្តវេនពីទេវតាឆ្នាំចាស់ទេវតាទាំងឡាយបានមកជួបជុំគ្នាមូលនិធិដាស់រងចាំអបអរព្រះរាជពិធីផ្ទេរតំណែងទេវតាឆ្នាំថ្មីព្រះនាមកោរិកទេវីជាបុត្រីទី2នៃកបិលមហាព្រហ្មដែលនឹងយាងចុះមកនៅថ្ងៃច័ន្ទ2រោចខែចែកត្រូវនៅថ្ងៃទី14ខែមេសា គ្រិស្តសករាជ2025វេលាម៉ោង 4:48 នាទីទៀបភ្លឺទេវតាឆ្នាំថ្មីព្រះនាមកោរិកទេវីជាបុត្រីទី2នៃកបិលមហាព្រហ្មបានយាងចូលមកដល់ហើយខ្ញុំម្ចាស់សូមក្រាបថ្វាយបង្គំម្ចាស់បងល្អហើយម្ចាស់អូនសូមក្រាបថ្វាយបង្គំព្រះនាងអរព្រះគុណព្រះនាងសូមក្រាបថ្វាយបង្គំព្រះនាងអរព្រះគុណព្រះនាងម្ចាស់អូនអស់រយៈកាលកន្លងផុតទៅក្រោមការថែរក្សានិងគ្រប់គ្រងភពផែនដីរបស់ម្ចាស់អូនតើ
ប្រជាជនរាជទាំងអស់រស់នៅមានសុខទុក្ខយ៉ាងណាដែរទៅម្ចាស់អូនម្ចាស់បងដោយអន្លើនៃការកសាងសង្គមជាតិប្រជាជនរាជទាំងអស់រស់នៅបានសុខក្សេមក្សាន្តមានសាមគ្គីភាពយ៉ាងជិតស្និទ្ធសម្បូរសប្បាយទាំងការហូបចុកទាំងការស្លៀកពាក់សមរម្យទៅតាមប្រពៃណីជាតិជាពិសេសជាតិមាតុភូមិពិតជាមានការរីកចម្រើនទៅមុខជាលំដាប់គួរជាទីគាប់ប្រសើរណាស់ម្ចាស់បងទេវតាឆ្នាំចាស់ឆ្នាំរោងឆស័កពុទ្ធសករាជ2568សូមក្រាបទូលថ្វាយដំណឹងដល់ទេពនិករនិងប្រជាជនរាស្ត្រទាំងអស់ឲ្យបានជ្រាបថាព្រះរាជពិធីផ្ទេរតំណែងថ្វាយទេវតាឆ្នាំថ្មីឆ្នាំម្សាញ់សព្វស័កពុទ្ធសករាជ2569ត្រូវបានប្រារព្ធធ្វើនៅពេលនេះហើយបពុតព្រះនាងឆ្នាំចាស់កន្លងផុតទៅប្រជាជនរាស្ត្រក្នុងដែនចម្ពោះទ្វីបទាំងមូលបានកំពុងតែរស់នៅក្នុងសុខសន្តិភាពការអភិវឌ្ឍរីកចម្រើនការកសាងគ្រប់ហេដ្ឋារចនាសម្ព័ន្ធជាតិមានសាលារៀនស្ពានថ្នល់សំណង់អគារតូចធំវត្តអារាមប្រព័ន្ធធារាសាស្ត្រគ្របដណ្ដប់គ្រប់សង្គមជនបទដូចដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា
កំពុងតែអភិវឌ្ឍសពថ្ងៃនេះសូមឲ្យប្រជាណាចក្រកម្ពុជាចម្រុងចម្រើនលូតលាស់និងមានសាមគ្គីភាពជាតិក្នុងសេចក្តីថ្លៃថ្នូរសុខដុមរមនាពីអំណះតទៅហោសាធុសាធុសាធុទេវតាឆ្នាំថ្មីឆ្នាំម្សាញ់សព្វស័កពុទ្ធសករាជ2569ព្រះនាមកោរិកៈទេវីជាបុត្រីទី2នៃកបិលមហាព្រហ្មសូមប្រកាសទទួលតំណែងគ្រប់គ្រងភពផែនដីបន្តវេនពីទេវតាឆ្នាំចាស់ចាប់តាំងពីពេលនេះតទៅហើយហើយសាធុជនទាំងឡាយអើយរយៈពេល3ថ្ងៃ3យប់នេះនឹងតទៅចូលអ្នកខិតខំសន្សំកុសលជំរះនៅមន្ទិលសៅមងទាំងឡាយតាំងចិត្តរក្សាសិលលៀងកំហុសខុសឆ្គងទាំងឡាយដែលបានធ្វើឆ្គំឆ្គងកន្លងមកជាមួយនឹងអ្នកមានគុណគ្រូបាអាចារ្យជាមួយចាស់ទុំញាតិមិត្តបងប្អូនដោយប្រការណាមួយនោះលាចាកឲ្យអស់នៅចិត្តលោភៈទោសៈមោហៈនិងអស្មិមិនៈដែលមានក្នុងខ្លួនហើយត្រូវតែប្រព្រឹត្តតែអំពើណាដែលប្រកបទៅដោយគុណធម៌សិលធម៌សច្ចធម៌ព្រហ្មវិហារធម៌មេត្តាករុណាមុទិតានិងឧបេក្ខាជានិច្ចរួមជាមួយសតិបញ្ញាស្មារតីដ៏ឆ្លៀសវៃនិងឈានទៅកាន់ភាពសម្បូររុងរឿងក្នុងឆ្នាំថ្មីនេះទេវតាឆ្នាំថ្មីសូមប្រសិទ្ធិពរជ័យទាំង4ប្រការគឺអាយុវណ្ណៈសុខៈពលៈចូលកើតមានដល់មនុស្សលោកទូទាំងចម្ពោះទ្វីបទាំងមូលសូមឲ្យព្រះរាជាណាចក្រកម្ពុជាបានចម្រើនលូតលាស់ខ្ពង់ខ្ពស់ថ្កើងថ្កានលើទឹកដីអង្គរដ៏ល្អបវរប្រជានុរាស្ត្របានសុខក្សេមក្សាន្ត កូនខ្មែររួមប្រាណសាមគ្គីគ្នាឲ្យបានសុខដុមរមនានៃមជ្ឈដ្ឋាននានាបានសុខតទៅអងសាធុសាធុសាធុ
ម្ចាស់បងពិធីផ្ទេរតំណែងថ្វាយម្ចាស់បងបានចាប់សពគ្រប់អស់ហើយសូមម្ចាស់បងគង់នៅមានព្រះបរមសុខនិងសូមឲ្យម្ចាស់បងជួយបីបាច់ថែរក្សាមនុស្សលោកក្នុងចម្ពោះទ្វីបជាពិសេសព្រះរាជាណាចក្រកម្ពុជាឲ្យបានសុខក្សេមក្សាន្តត្រជាក់ត្រជុំសុខដុមរមនាសប្បោសប្បាយក្រោមម្លប់សន្តិភាពនៃការអភិវឌ្ឍឲ្យកាន់តែល្អបបររុងរឿងនៃព្រះរាជាណាចក្រកម្ពុជាយើងណាម្ចាស់បងម្ចាស់អូនសូមម្ចាស់អូនទុកប្រតិយមកលើម្ចាស់បងចុះម្ចាស់បងនឹងបន្តភារកិច្ចពីម្ចាស់អូនยังយកព្រះហឫទ័យទុកដាក់បំផុតដើម្បីឲ្យព្រះរាជាណាចក្រកម្ពុជាជាចាប់ផុតពីគ្រោះភ័យជាចាប់ផុតពីជំងឺរាតត្បាតទាំងឡាយឲ្យកាន់តែសបោសប្បាយជាពយោភាពណាម្ចាស់អូន